លោកហ៊ុនតូដែលជាអង្គការលេចធ្លោមួយរូបនៅកម្ពុជាកំពុងតែសាងសង់ផ្ទះវិឡាដ៏ស្កឹមស្កៃនិងសំណង់ផ្សេងទៀតនៅលើដីបឹងតាមុកដែលមានតម្លៃមហាសាលគណៈដៃគូវិនិយោគដ៏សំខាន់របស់លោកដែលបានទិញដីបឹងតាមុករួមគ្នាជាមួយលោកបានបាត់ខ្លួនក្រោយរងទណ្ឌកម្មសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ2025អាមេរិកបានដាក់ទណ្ឌកម្មលើលោកឈិនអៃឡែនដែលជាអ្នកជំនួញជនជាតិចិនទទួលបានសញ្ជាតិខ្មែរនិងជាដៃគូពាណិជ្ជកម្មរកស៊ីរួមគ្នាជាមួយលោកហ៊ុនតូពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងមជ្ឈមណ្ឌលឆបោកតាមអនឡាញភ្លាមបន្ទាប់ពីការប្រកាសទណ្ឌកម្មនេះលោកឈិនអៃឡែនបានបាត់ខ្លួនពីក្រសែភ្នែកសាធារណជនដោយបន្សល់ទុកនូវទ្រព្យសម្បត្តិរួមគ្នាជាច្រើននៅកម្ពុជាមុនពេលរងទណ្ឌកម្មលោកហ៊ុនតូនិងលោកឈិនក៏បានក្តោបក្តាប់ដីដ៏ធំល្វឹងល្វើយប្រមាណ100ហិកតានៅតំបន់ដីសើមបឹងតាមុកដែលកំពុងតែរួមតូចទៅក្នុងរាជធានីភ្នំពេញដីនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី2លានទៅ3លានដុល្លារអាមេរិកក្នុង1ហិកតាយោងតាមលិខិតផ្លូវការមួយចុះថ្ងៃទី31ខែសីហាឆ្នាំ2021លោកហ៊ុនតូនិងលោកឈិនបានរួមគ្នាផ្ដល់ប្រាក់ចំនួន55លានដុល្លារអាមេរិកជូនរដ្ឋាភិបាលកម្ពុជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប្រើប្រាស់សម្រាប់ផ្ដល់មូលនិធិដល់ការសាងសង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មីជាថ្នូវនឹងការចេញថ្លៃសាងសង់អគារថ្មីរបស់ក្រសួងនៅទីតាំងចាស់កណ្ដាលរាជធានីភ្នំពេញរដ្ឋាភិបាលបានកាត់ជ្រឿលដីនៅជាប់មាត់បឹងតាមុកដែលដើមឡើយត្រូវបានបំរុងទុកសម្រាប់ក្រសួងមហាផ្ទៃប្រគល់ទៅឲ្យលោកហ៊ុនតូនិងលោកឈិននាពេលបច្ចុប្បន្ននេះដោយសារតែគ្មាននរណាដឹងពីទីតាំងរបស់លោកឈិនហើយទ្រព្យសម្បត្តិជាសកលរបស់លោកក៏ត្រូវបានបង្កកខណៈលោកហ៊ុនតូដែលជាក្មួយរបស់លោកហ៊ុនសែនបានគ្រប់គ្រងដីនៅបឹងតាមុកនោះតែម្នាក់ឯងខណៈដែលអគារថ្មីដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃបានសាងសង់រួចរាល់និងកំពុងដំណើរការនៅទីតាំងចាស់ស្របពេលជាមួយគ្នានេះដែរលោកហ៊ុនតូកំពុងតែមមាញឹកក្នុងការសាងសង់អគារឯកជនរបស់ខ្លួននៅលើដីបឹងតាមុកនោះសំណួរត្រូវបានចោទឡើងថាតើចំណែកលុយរបស់លោកឈិននៅក្នុងទឹកប្រាក់55លានដុល្លារអាមេរិកនោះនៅឯណាហើយថាតើលុយនោះមានប្រភពចេញពីបណ្ដាញឆបោកនិងការជួញដូរមនុស្សដែលជាហេតុនាំឲ្យលោករងទណ្ឌកម្មដែរឬទេVOD បានព្យាយាមរកការឆ្លើយតបពីលោកហ៊ុនតូពាក់ព័ន្ធនឹងបញ្ហាដែលត្រូវបានលើកឡើងក្នុងអត្ថបទនេះយ៉ាងណានៅមិនទាន់អាចសុំការអធិប្បាយណាមួយបានឡើយរហូតមកដល់ម៉ោងផ្សាយនេះគេនៅមិនទាន់ដឹងថាតើអាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើករណីនេះជាពិសេសរឿងទ្រព្យសម្បត្តិរបស់លោកឈិនដែលនៅសេសសល់ក្នុងស្រុកឬយ៉ាងណាក្រៅពីនេះ VOD ក៏បានព្យាយាមតាក់ទងសុំការពន្យល់ពីអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាជាច្រើនលើកតាំងពីថ្ងៃទី1ខែកក្កដាឆ្នាំ2026ដោយទូរស័ព្ទចូលប៉ុន្តែត្រូវបានកាត់ផ្តាច់អ្នកតាមដានមើលឃើញថាខ្សែស្រឡាយនយោបាយដ៏មានឥទ្ធិពលរបស់លោកហ៊ុនតូគឺលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកហើយលោកហ៊ុនតូត្រូវជាក្មួយរបស់លោកហ៊ុនសែនអ្នកទាំងនេះគឺជាខែលការពារដ៏រឹងមាំដូច្នេះអាជ្ញាធរមិនហ៊ានស៊ើបអង្កេតលើមុខជំនួញរបស់លោកហ៊ុនតូឡើយប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសឹងសែនករុណាជំរុញឲ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់លោកហ៊ុនតូជាពិសេសផ្ទះរបស់លោកដែលកំពុងសាងសង់លើដីបឹងតាមុកដែលជាប់ពាក់ព័ន្ធនឹងបុគ្គលជនជាតិចិនដែលរងទណ្ឌកម្មរបស់អាមេរិកទោះជាយ៉ាងណាលោកករុណាថាគាត់មិនមានសង្ឃឹមរឿងចំណាត់ការរបស់អាជ្ញាធរកម្ពុជាបច្ចុប្បន្នទៅលើលោកហ៊ុនតូឡើយនៅកម្ពុជាអាចចាត់វិធានការបាននោះខ្ញុំគ្មានរំពឹងទេលុះត្រាតែមានការបដូរផ្លាស់ប្រព័ន្ធនៃការដឹកនាំប្រទេសឆ្ពោះទៅការដឹកនាំមួយប្រកបទៅដោយយុត្តិធម៌ប្រព័ន្ធមួយដែលមានការធានានិងការទទួលខុសត្រូវច្បាស់លាស់ហើយគ្មានអំពើពុករលួយបកពួកនិយមអីអានឹងបានអាចធ្វើទៅបានប៉ុន្តែបើដូចស្ថានភាពបច្ចុប្បន្នគឺមិនអាចធ្វើទៅបាននោះទេបាទបើតាមរបាយការណ៍ប្រចាំឆ្នាំ2025ស្ដីពីស្ថានភាពអំពើពុករលួយនិងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងពិភពលោកដែលចេញផ្សាយកាលពីខែកុម្ភៈឆ្នាំ2026អង្គការដំឡាភិបអន្តរជាតិបានដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី163ក្នុងចំណោមប្រទេសចំនួន182ដែលនេះបង្ហាញថាស្ថានភាពអំពើពុករលួយនៅកម្ពុជាបានធ្លាក់ដុនដាបខ្លាំងជាងឆ្នាំ2024គួរបញ្ជាក់ថាលោកឈិននិងលោកហ៊ុនតូក៏ធ្លាប់ធ្វើជាក្រុមប្រឹក្សាភិបាលនៃធនាគារ HA ជាមួយគ្នាដែលធនាគារនេះក៏ត្រូវរងទណ្ឌកម្មផងដែរក្រោមបទចោទប្រកាន់ថាលាងលុយកខ្វក់ដែលបានមកពីសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញខុសច្បាប់ចំណែកលោកហ៊ុនតូធ្លាប់ជាម្ចាស់ភាគហ៊ុន 30% នៅក្នុងក្រុមហ៊ុនផ្ដល់សេវាទូទាត់ប្រាក់ Hoi One Pay ដែលជាបណ្ដាញរបស់ Hoi One Group Hoi One Group ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំមុនក្រោមការចោទប្រកាន់ថាលាងលុយរាប់ពាន់លានដុល្លារអាមេរិកដែលមានទំនាក់ទំនងនឹងប្រតិបត្តិការបោកប្រាស់នៅកម្ពុជាកាលពីកន្លងទៅលោកហ៊ុនតូបានទទួលស្គាល់ថាលោកពិតជាមានភាគហ៊ុនក្នុងក្រុមហ៊ុន Hoi One Pay មែនប៉ុន្តែលោកបដិសេធថាមិនបានពាក់ព័ន្ធនឹងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននេះទេលោកអះអាងទៀតថាលោកមិនធ្លាប់ទទួលបានប្រាក់ចំណេញប្រាក់ភាគលាភឬទ្រព្យសកម្មបន្តិចណាសោះពីក្រុមហ៊ុន Hoi One Pay ឡើយរហូតមកដល់ពេលនេះក្រុមហ៊ុន Hoi One Pay បានបិទទ្វារហើយអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុមួយនេះរួមមានទាំងខ្មែរនិងជនជាតិចិននៅបន្តតវ៉ាទាមទារប្រាក់របស់ខ្លួនដែលពួកគេមិនអាចដកវិញបាននេះខណៈដែលប្រជាពលរដ្ឋសាមញ្ញនិងប្រជាសហគមន៍មូលដ្ឋាននៅតំបន់បឹងតាមុកប្រឈមមុខនឹងការបណ្តេញចេញដោយបង្ខំនិងគ្មានជំរឿនផ្លូវច្បាប់នៅពេលពួកគេព្យាយាមសាងសង់ជំរកសាមញ្ញនៅក្បែរបឹងតាមុកការអភិវឌ្ឍដ៏ប្រណិតរបស់លោកហ៊ុនតូបែរជាបន្តទៅមុខដោយរលូននិងគ្មានការរំខានទាល់តែសោះអ្នកស្រីសៀដាវីអតីតពលរដ្ឋម្នាក់ដែលធ្លាប់រស់នៅបឹងតាមុកលើកឡើងថាអ្នកស្រីត្រូវបានរដ្ឋាភិបាលបង្ខំឲ្យចាក់ចេញពីកន្លែងដែលគាត់រស់នៅអស់ជាច្រើនឆ្នាំអ្នកស្រីចាត់ទុកថានេះជារឿងអយុត្តិធម៌ចំពោះគាត់ដែលត្រូវគេបណ្តេញចេញដោយបង្ខំរីឯអ្នកមានអំណាចបែរជាទទួលបានដីនៅទីនោះយ៉ាងងាយស្រួលបំផុតនិយាយទៅចំណាយចេះមែនតើថាយើងត្រូវបដូរទីតាំងថ្មីឃើញអង្គុយមើលឃើញផ្ទះធំឃើញឡានអីបអីធ្លាប់តែកន្លែងបឹងមានទូកបើកឥឡូវជាឡានអីបអីចឹងបញ្ញាបញ្ញាគេអភិវឌ្ឍទៅឲ្យធំអ្នកមានអញ្ចឹងណាសម្រាប់ពួកយើងអ្នកក្របានសម្លឹងមើលតែប៉ុណ្្នឹងឯងស្ត្រីវ័យ44ឆ្នាំរូបនេះក៏ធ្លាប់រងបណ្ដឹងតុលាការពីបទហិង្សាដោយចេតនាប្រឆាំងនឹងអ្នករាជការសាធារណៈដោយសារតែការតវ៉ារបស់អ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតនៅទីនោះគួរបញ្ជាក់ថាកាលពីកន្លងទៅប្រជាពលរដ្ឋប្រមាណ250គ្រួសារត្រូវបានបណ្ដឹងចេញពីបឹងតាមុកហើយពួកគេត្រូវបញ្ជាឲ្យទៅរស់នៅលើដីដែលរដ្ឋាភិបាលបានរៀបចំក្នុងនោះមួយគ្រួសារទទួលបានដីដែលមានទទឹង4ម៉ែត្រនិងបណ្ដោយ10